bạnขโมยស្រីបានចោទសួរថាតើធ្វើយ៉ាងណាដើម្បីកុំឲ្យមានចិត្តស្រឡាញ់គេម្នាក់ឯងបាទតាក់ទងជាមួយនឹងបញ្ហានេះបាទគឺបើការស្រឡាញ់គេម្នាក់ឯងដោយពុំមានការឆ្លើយតបមកវិញបាទប៉ុន្តែនៅពេលដែលចិត្តរបស់យើងកំណត់ដឹងច្បាស់ថាយើងស្រឡាញ់គេខ្លាំងដែលមិនអាចខ្វះបាននោះបាទឲ្យជំហានដំបូងគឺត្រូវតែមានសេចក្តីក្លាហានគ្រប់គ្រាន់នៅក្នុងការប្រាប់ទៅបរិសុទ្ធដែលយើងស្រឡាញ់នោះបាទពីទឹកចិត្តរបស់យើងបាទប្រសិនបើយើងគ្មានសេចក្តីក្លាហានប្រាប់គេទេបាទការស្រឡាញ់គេម្នាក់ឯងនោះគឺនឹងនៅតែកើតមានបាទដែលគ្មានថ្ងៃដែលគេអាចយល់បានបាទដូច្នេះបាទត្រូវតែក្លាហានប្រាប់នៅក្នុងករណីដែលយើងមានសេចក្តីក្លាហានគ្រប់គ្រាន់ប្រាប់រឿងនេះទៅដល់បរិសុទ្ធនោះបាទលទ្ធផលដែលទទួលបានមាន2បាទគឺទី1ការឆ្លើយតបដោយភាពសមបំណងមានន័យថាគេព្រមទទួលយកក្តីស្រឡាញ់ពីយើងបាទទី2បាទគេអាចបដិសេធនៅសេចក្តីស្រឡាញ់ដែលគេពុំមានចំពោះយើងបាទគឺដែលយើងមានចំពោះគេប៉ុន្តែគេពុំស្រឡាញ់យើងតបវិញបាទអញ្ចឹងលទ្ធផលគឺមាន2ប៉ុន្តែបើយើងមិនប្រាប់គឺលទ្ធផលមានតែមួយគឺគេមិនដឹងរហូតបាទដូច្នេះបាទត្រៀមចិត្តបាទប្រសិនបើគេព្រមទទួលយកសេចក្តីស្រឡាញ់ពីយើងដែរនោះគឺជាជោគជ័យក៏ប៉ុន្តែប្រសិនបើគេមិនបានទទួលយកសេចក្តីស្រឡាញ់ពីយើងនោះទេគឺមានតែបំភ្លេចរូបគេចោលបាទព្យាយាមពេលវេលាគឺជាអសិទ្ធិទឹកដ៏ស័ក្តិសិទ្ធិសម្រាប់ដោះស្រាយបញ្ហាផ្លូវចិត្តគ្រប់បែបយ៉ាងបាទហើយយើងត្រូវគិតឲ្យបានដល់ទីជម្រៅថាកាលណាដែលយើងស្រឡាញ់គេតែម្នាក់ឯងបាទហើយគេពុំស្រឡាញ់យើងគឺជារឿងមួយដែលមិនត្រូវខកចិត្តនោះទេបាទពីព្រោះយើងមិនអាចទាញរូបគេឲ្យមកស្រឡាញ់រូបយើងតាមការគិតរបស់យើងនោះឡើយបាទកាលណាដែលយើងនៅតែមានចិត្តតួមនិញកន្ទក់កន្ទិញចង់ឲ្យគេស្រឡាញ់យើងឆ្លើយតបសេចក្តីស្រឡាញ់កាន់យើងវិញដោយមិនអាចខ្វះខាតបាននោះបាទគឺជាការធ្វើបាបខ្លួនឯងទៅវិញទេបាទហើយទង្វើបែបនេះមានន័យថាគឺជាទង្វើអាត្មានិយមដែលយើងគិតអំពីខ្លួនឯងច្រើនជាងគិតអំពីសេចក្តីសុខរបស់អ្នកដទៃបាទអ្វីគ្រប់យ៉ាងវាស្ថិតនៅលើការដែលចង់សម្រេចនៅបំណងរបស់ខ្លួនឯងបាទចង់ឲ្យគេស្រឡាញ់ខ្លួនឯងដល់ពេលមិនបានកើតទៅជាបញ្ហាផ្លូវចិត្តផ្សេងបាទន័យថាយើងកំពុងតែគិតអំពីខ្លួនឯងបាទគិតចង់បានអ្នកដទៃទាំងដែលគេមិនស្រឡាញ់រូបយើងបាទនេះគឺជាទង្វើមួយដែលមិនគួរគប្បីបន្តឲ្យកើតមានទេបាទគឺត្រូវព្រមដោះលែងរូបគេឲ្យគេទៅជ្រើសរើសរកអ្នកណាដែលគេគិតថាបាទជាដៃគូស័ក្តិសមបាទជាងខ្លួនយើងបាទដូច្នេះហើយបាទទើបធ្វើឲ្យចិត្តរបស់យើងបាទនិងចិត្តរបស់គេបាទគឺមានសេរីភាពបាទមានការគិតនៅក្នុងរូបភាពមួយដែលយើងអាចទទួលយកបានទាំងសងខាងបាទន័យថាយើងមិនហួងហែងគេបាទហើយព្រមដោះលែងគេបាទទីចិត្តរបស់យើងឲ្យទៅរកអ្នកដទៃដែលល្អជាងយើងជាជំរឿសដៃគូជីវិតរបស់យើងនោះទើបជាសុភមង្គលពិតប្រាកដបាទ